ខ្ញុំកណាសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនអ្នកសារព័ត៌មានក៏ដូចជាជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីរាប់អានថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមធ្វើបច្ចុប្បន្នភាពជូនបងប្អូនជនរួមជាតិជ្រាបអំពីការងារការទូតយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលដើម្បីការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំប្រជាពលរដ្ឋភាគសឹកក៏ដូចជាការពារអធិបតេយ្យភាពជាតិបូរណភាពទឹកដីទី1នៅថ្ងៃទី29ខែមករាឆ្នាំ2026រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានតវ៉ាជំទាស់ជាផ្លូវការចំពោះសកម្មភាពអរិភាពរបស់អគ្គលេខាធិការនៃក្រមប្រឹក្សាសន្តិសុខជាតិថៃមកលើប្រធានព្រឹទ្ធសភានិងនាយករដ្ឋមន្ត្រីកម្ពុជាក្នុងទម្រង់ជាពាក្យបណ្ដឹងផ្លូវច្បាប់ដែលបានដាក់ទៅតុលាការក្នុងស្រុកថៃតាក់ទងទៅនឹងប្រតិបត្តិការយោធាតាមបណ្ដោយព្រំដែនកម្ពុជាថៃក្នុងឆ្នាំ2025កម្ពុជាយល់ឃើញជាមួយក្តីបារម្ភខ្លាំងថាពាក្យបណ្ដឹងប្រឆាំងនឹងថ្នាក់ដឹកនាំកម្ពុជារបស់កម្ពុជាគឺជាសកម្មភាពផ្ទុយនឹងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីបន្ធូរបន្ថយស្ថានភាពរវាងកម្ពុជាថៃព្រមទាំងផ្ទុយទៅនឹងស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025កម្ពុជាក៏បានបញ្ជាក់ថាការប៉ុនប៉ងណាមួយនៅក្នុងការផ្ដួចផ្ដើមនីតិវិធីច្បាប់ក្នុងស្រុកដើម្បីកំណត់គោលដៅលើថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋអធិបតេយ្យចំពោះសកម្មភាពពាក់ព័ន្ធទៅនឹងកាតព្វកិច្ចផ្លូវការរបស់ខ្លួនជាពិសេសសកម្មភាពទាក់ទងនឹងការការពារជាតិនិងបូរណភាពទឹកដីគឺជាគ្មានមូលដ្ឋានក្រោមច្បាប់អន្តរជាតិនោះទេហើយវាក៏មិនស្របទៅនឹងគោលបំណងនិងគោលការណ៍នៃធម្មនុញ្ញអាស៊ាននិងសន្ធិសញ្ញាមិត្តភាពកិច្ចសហប្រតិបត្តិការនិងតំបន់អាស៊ីអាគ្នេយ៍នោះដែរដូច្នេះកម្ពុជាជំរុញឲ្យថៃចាត់វិធានការចាំបាច់ដើម្បីដោះស្រាយការវិវត្តដ៏គួរឲ្យសោកស្ដាយនេះដែលអាចនឹងធ្វើឲ្យប៉ះពាល់ទៅដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃបទឈប់បាញ់និងការរៀបចំនានាដើម្បីកាត់បន្ថយភាពតានតឹងឬក៏ធ្វើឲ្យប៉ះពាល់ទៅដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីស្ដារទំនាក់ទំនងចិត្តនិងទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញទី2នៅថ្ងៃទី29ខែមករាឆ្នាំ2026ដដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតនៃរដ្ឋមន្ត្រីការបរទេសអាស៊ាននៅកោះសេប៊ូប្រទេសហ្វីលីពីនក្នុងឱកាសនោះលោកជំទាវម៉ាថេរីហ្សាភីឡាហ្សារ៉ូរដ្ឋមន្ត្រីការបរទេសហ្វីលីពីនក្នុងនាមជាប្រធានអាស៊ានបានចាប់ផ្ដើមអង្គប្រជុំដោយជម្រាបជូនអំពីអត្ថប្រយោជន៍របស់ខ្លួនក្នុងឆ្នាំ2026និងបានសង្កត់ធ្ងន់ទៅលើការជំរុញឲ្យអាស៊ានដោះស្រាយបញ្ហាប្រឈមក្នុងពេលបច្ចុប្បន្នក៏ដូចជាបញ្ហាប្រឈមថ្មីដែលកំពុងកើតឡើងដើម្បីកសាងសហគមន៍អាស៊ានមួយប្រកបដោយនិរន្តរភាពនិងភាពធន់ដែលស្របទៅនឹងមូលបត្រដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នាកិច្ចប្រជុំនេះក៏បានពិភាក្សាបន្តអំពីវឌ្ឍនភាពនៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្ដីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជាថៃកាលពីថ្ងៃ22ខែធ្នូឆ្នាំ2025នៅទីក្រុងកូឡាឡាំពូប្រទេសម៉ាឡេស៊ីកម្ពុជាក៏បានបញ្ជាក់សារជាថ្មីពីការបដិញ្ញាចិត្តយ៉ាងមោះមុតក្នុងការដោះស្រាយបញ្ហានានាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ដើម្បីធានាបាននូវសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ទី3កាលពីថ្ងៃទី26ខែមករាឆ្នាំ2026គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក៏បានសរសេរលិខិតទៅលោកស្រីប៉ូឡាហ្គាវរីយ៉ាបេតង់គួរអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិជនភៀសសឹកក្នុងប្រទេសដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវប្រទេសស្វីសចំពោះករណីរំលោភសិទ្ធិជនភៀសសឹកកម្ពុជាយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃដែលបានធ្វើឲ្យជនភៀសសឹកកម្ពុជាក្លាយជាជនគ្មានផ្ទះសម្បែងនិងរងគ្រោះចំពោះការបណ្តេញចេញតាមទំនឹងចិត្តដោយរំលោភកិច្ចព្រមព្រៀងឈប់បាញ់
នៅក្នុងលិខិតបណ្ដឹងនោះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានស្នើឲ្យអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិពិនិត្យនិងដោះស្រាយជាបន្ទាន់នៅស្ថានភាពជនភៀសសឹកកម្ពុជាដែលបង្កឡើងដោយសកម្មភាពយោធាថៃនិងស្នើឲ្យចេញសេចក្តីជូនដំណឹងជាបន្ទាន់ទៅរដ្ឋាភិបាលថៃក៏ដូចជាធ្វើទំនាក់ទំនងជាមួយនឹងគ្រប់យន្តការអង្គការសហប្រជាជាតិពាក់ព័ន្ធទៅនឹងការអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់ចំពោះសកម្មភាពទាំងឡាយណាដែលរារាំងការវិលត្រឡប់របស់ជនភៀសសឹកកម្ពុជាទៅកាន់លំនៅឋានវិញដោយសុវត្ថិភាពដោយសេចក្តីថ្លៃថ្នូរហើយនឹងជំរុញឲ្យប្រទេសថៃផ្ដល់នូវការជួសជុលការខូចខាតនានាដល់ជនរងគ្រោះកម្ពុជាដូចជាការផ្ដល់ជាសំណងការធានាមិនឲ្យករណីបែបនេះកើតឡើងជាថ្មីទៀតជាដើមសូមរំលឹកជូនថាក្នុងអំឡុងពេល6ខែចុងក្រោយក្រសួងនិងស្ថាប័ននានារបស់រាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានកំណត់ទូតតវ៉ាសេចក្តីថ្លែងការណ៍ញត្តិថ្កោលទោសនិងលិខិតបកស្រាយបំភ្លឺផ្សេងគ្រប់ទម្រង់សរុបចំនួន700លើកនិងការឆ្លើយតបក៏ដូចជាការបញ្ជាក់ពីជំហររបស់កម្ពុជាដោយផ្ទាល់មាត់តាមរយៈការរៀបចំធ្វើបច្ចុប្បន្នភាព press briefing របស់អ្នកនាំពាក្យជាប្រចាំថ្ងៃចំនួន200លើកក្រៅពីនោះក៏មានការធ្វើបទបង្ហាញឬដឹកនាំអង្គទូតតំណាងអង្គការអន្តរជាតិអ្នកសង្កេតការអាស៊ាន AOT និងសម្របសម្រួលឲ្យអ្នកសារព័ត៌មានជាតិនិងអន្តរជាតិបានទៅមើលស្ថានភាពជាក់ស្ដែងនៅតាមព្រំដែនជាច្រើនលើកទៀតសកម្មភាពអស់ទាំងនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់និងគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាលក្នុងការការពារកិត្តិយសសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំប្រជាពលរដ្ឋនិងជាពិសេសការការពារបូរណភាពទឹកដីរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់បំផុតអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថាកម្ពុជាប្រកាន់ជំហរដាច់ខាតនៅក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិនសៀមដោយគោរពតាមគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែព្រំដែនមិនកែប្រែនិងគោរពអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមផែនទីដែលកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀមព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានារយៈពេលកន្លងមកកម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនៅការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើកម្លាំងនោះឡើយសូមអរគុណនិងសូមគោរពលាតែប៉ុណ្ណេះបាទ